ជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺនឹងខ្ញុំមកធ្វើបបរចដៅហើយគ្រឿងផ្សំរបស់យើងមានស្ករសហើយនឹងកោតណើបកន្លះកំប៉ុងហើយនឹងអំបិលបន្តិចហើយនឹងសណ្តែកហើយសណ្តែកនេះនាងខ្ញុំបានត្រាំ3ម៉ោងហើយអញ្ចឹងក៏យកមកលាងទឹកពី3ទឹកហើយក៏រៀងឲ្យទឹករៀងថ្លារៀងអីហើយក៏យើងយកមកដាក់ស្ងោរនិយាយទៅគឺយើងស្ងោររហូតដល់រៀងរីកគ្រាប់សណ្តែកអីបន្តិចទៅចាំយើងយកមកស្រង់វាអញ្ចឹងការស្រង់នេះគឺការស្ងោរនេះគឺស្ងោររហូតដល់វាឆ្អិនអញ្ចឹងយើងគ្របវាទុកមកដល់ឡែកសិនទៅនិយាយរួមទៅគឺថាចិត្តកាន់បិណ្ឌអញ្ចឹងគឺថាបបរបង្អែមឬក៏នំអីហ្នឹងគឺថាត្រូវប៉ាន់ហើយដោយសារតែបិណ្ឌភ្ជុំបិណ្ឌឬខាងមុខហ្នឹងគឺថាសម្បូរបងប្អូនធ្វើយកទៅវត្តធ្វើអីចឹងអញ្ចឹងសណ្តែកនេះគឺថារៀងបាយសាច់រៀងឆ្អិនល្មមហើយក៏នាងខ្ញុំយកមកដាក់លាងទឹកម្សាទៀតចាយកមកលាងទឹកនៅម្សាទៀតមកដើម្បីលាងកុំឲ្យវានៅជាប់រៀងជ័រសណ្តែករៀងខ្មៅហ្នឹងអញ្ចឹងគឺយើងយកមកលាងទឹកអីម្សាអីទៀតទៅហើយនិយាយទៅគឺថាថ្ងៃនេះរៀងមេឃលលឹមផងស្ទុំផងចង់ក្តៅផងបន្តិចបើកថ្ងៃអីចឹងអញ្ចឹងគឺថាថតអត់រៀងសូវច្បាស់ហ្មងទេយើងថាដុបក្ដុបចឹងណាអញ្ចឹងក៏យើងលាងរួចហើយក៏យើងងាកមកធ្វើបបរវិញម្ដងអញ្ចឹងក៏យើងចាក់ខ្ទិះដូងហើយខ្ទិះដូងនេះគឺនេះខ្ញុំយកទឹកទី2ទេចាអាដើមយើងទុកក្រោយស្រួលយើងចាក់នៅខាងក្រោយចឹងណាអញ្ចឹងយើងដាក់ទឹកដូងរៀងពុះយើងចាក់ទឹកដូងហើយក៏យើងចាំមកទទួលដើម្បីឲ្យពុះហើយក៏យើងចាប់ផ្ដើមបង់អង្គហើយអង្គតំណើបនេះដែរគឺនេះខ្ញុំធ្វើកន្លះកំប៉ុងឯងធ្វើយ៉ាងតិចដែរចឹងណាហើយគឺយើងលាងពី3ទឹកអីចឹងទៅលាងឲ្យរៀងសអង្គទឹកថ្លាយតិចទៅចាំយើងយកមកបង់ហើយនិយាយទៅគឺថាឈ្ងុយមែនទែនឈ្ងុយខ្ទិះដូងដែលយើងពុះហើយចឹងណាអញ្ចឹងគឺយើងដាក់អង្គដាក់អីចូលដាក់សណ្តែកដែលយើងបានស្ងោរអីហ្នឹងទៅហើយដាក់អំបិលបន្តិចដាក់ស្ករបន្តិចទៅហើយយើងឡើងកូរវាបងប្អូនដោយសារតែខ្លាច់ខ្លោចបាតចឹងព្រោះឆ្នាំងរបស់យើងហ្នឹងគឺថារៀងស្ដើងអញ្ចឹងគឺយើងឡើងកូរវាបន្តិចនិយាយទៅបបរសដៅនេះគឺថាមិនសូវជាពិបាកធ្វើអីប្រហែលដែរគឺថាងាយទេតែសំខាន់គឺយើងអត់ធ្មត់នឹងការចំអិនដោយសារតែយើងចង់បានគ្រាប់សណ្តែករបស់យើងនឹងឲ្យឆ្អិនឲ្យផុយអាហ្នឹងมันឆ្ងាញ់ណាបងប្អូនសណ្តែកឲ្យឆ្អិនផុយអាហ្នឹងបានថាបបរចដៅអញ្ចឹងក៏យើងរៀងថាឆ្អិនហើយយើងចាប់ផ្ដើមដាក់ខ្ទិះដើមរបស់យើងចាដាក់ខ្ទិះដើមហើយក៏យើងកូររហូតដល់រៀងមកពុះទៅក៏យើងលើកចេញមកទៅហើយនិយាយទៅគឺថាក្លិនគឺថាឈ្ងុយមែនទែនហើយបងប្អូនចង់បាននៅផ្អែមល្មមឬក៏ផ្អែមលំសាច់តែចំណងចំណូលចិត្តរបស់បងប្អូនទេហើយថ្ងៃនេះដែរគឺអត់មានអ្នកថតឲ្យទេនិយាយទៅគឺកាមេរ៉ារៀងវិលខ្ញាល់អញ្ចឹងគឺថាថ្ងៃនេះរៀងអត់សូវច្បាស់ថតអញ្ចឹងកុំប្រកែកប្រកាន់អីចាអញ្ចឹងបបរសដៅរបស់យើងនេះគឺថាឆ្អិនរួចរាល់ហើយមើលតែពណ៌មើលតែសាច់ក៏ដឹងដែរបងប្អូនអង្គលង្រីកមែនទែនអញ្ចឹងក៏យើងដួសដាក់ចានមកបងប្អូនចារៀងហូបរៀងក្តៅអ៊ុនអញ្ចឹងចាំឆ្ងាញ់បើយើងទុករៀងត្រជាក់តិចអត់សូវឆ្ងាញ់ទេអញ្ចឹងយើងញ៉ាំរៀងអ៊ុនកុំក្តៅពេកអញ្ចឹងយើងដួសដាក់ចានឲ្យវាត្រជាក់អីបន្តិចសិនទៅចាំយើងហូបអញ្ចឹងក៏យើងដួសហើយក៏យើងរោយទឹកខ្ទិះរបស់យើងចាក់ទឹកខ្ទិះណាចាអញ្ចឹងយើងបន្ថែមរសជាតិបន្តិចទៀតទៅចាអញ្ចឹងមើលទៅបងប្អូនគឺថាតំណងមែនទែនអញ្ចឹងក៏យើងចាំកាលទៀតបងប្អូនយើងទុកឲ្យត្រជាក់តិចទៅចាំយើងយកមកហូបនិយាយពីថាឆ្ងាញ់បងប្អូនអើយធ្វើផ្អែមហូបខ្លួនឯងហូបឆ្ងាញ់មែនទែនហើយស្និទ្ធទៀតអរគុណច្រើន